ហងសៀនខឹងខ្លាំងណាស់ហើយនិយាយថាខ្ញុំជារបស់អ្នកភ្លាមបន្ទាប់ពីនិយាយចប់គាត់ព្យាយាមវាយសត្វពណ៌សនោះយ៉ាងខ្លាំងប៉ុន្តែសត្វនោះមានអំណាចខ្លាំងណាស់ដែលហងសៀនព្យាយាមចាប់ទុកវាឃើញបែបនេះមេដឹកនាំមនុស្សដែលនៅទីនោះភ្ញាក់ផ្អើលខ្លាំងហើយនិយាយថាមនុស្សនេះគួរឲ្យចាប់អារម្មណ៍ណាស់និយាយរួចគាត់ប្រើអំណាចគ្រប់គ្រងសត្វពណ៌ស្នោះម្ដងទៀតហើយបញ្ចូលវាទៅក្នុងរាងកាយរបស់ហងសៀនដោយសារតែហេតុនេះហងសៀនសន្លប់នៅទីនោះបន្ទាប់មកមេដឹកនាំអារក្សនោះប្រាប់សិស្សរបស់គាត់ថាខ្ញុំនឹងត្រឡប់ទៅកោះភ្នែកខៀវវិញពេលដែលសត្វភ្នែកសពណ៌របស់ខ្ញុំសម្លាប់ក្មេងនេះរួចចូលនាំសត្វនេះត្រឡប់មកឲ្យខ្ញុំវិញនិយាយរួចគាត់ក៏ចាក់ចេញពីទីនោះនៅខាងមួយទៀតសិស្សម្នាក់និយាយទៅខេវយាថាគាត់ជាម្ចាស់វ័យក្មេងនៃគ្រួសារឈីវយើងមិនអាចទុកឲ្យគាត់រស់បានទេប៉ុន្តែខេវយានិយាយថាកុំបារម្ភអម្ចាស់បានដាក់អារក្សពណ៌ស្នោះចូលក្នុងរាងកាយគាត់រួចហើយមានន័យថាមិនថាមនុស្សផ្សេងស្លាប់ឬអត់ក៏ដោយតែការស្លាប់របស់គាត់គឺជាលក្ខព្រោះអំណាចប្រលឹងរបស់ក្មេងនេះមិនខ្លាំងគ្រប់គ្រាន់ដើម្បីទ្រាំទ្រអារក្សពណ៌ស្នោះបានទេបន្ទាប់មកក្នុងឆាកបន្ទាប់យើងឃើញមនុស្សជាច្រើននៅក្នុងសមរភូមិធំមួយហើយនៅទីនោះក៏ឃើញខេវយាផងដែរគាត់និយាយទៅកាន់មនុស្សនៃគ្រួសារឈីវដែលនៅទីនោះថាពេលស្លាប់របស់អ្នកបានមកដល់ហើយបន្ទាប់ពីនិយាយចប់យើងឃើញថាមានអ្នកបណ្ដុះសត្វប្រលឹងមួយចំនួននៅជុំវិញមនុស្សគ្រួសារឈីហើយពួកគេបញ្ចេញសត្វប្រលឹងរបស់ពួកគេចេញមកសត្វប្រលឹងទាំងអស់មានប្រភេទដូចគ្នានៅខាងនេះហងសៀននិយាយថាយើងត្រូវរស់រានមានជីវិតបានវិធីណាក៏ដោយនៅខាងមួយទៀតពេលខេវយាចាប់ផ្ដើមសង្គ្រាមយើងឃើញសត្វទាំងនោះវាប្រហារពួកគេម្ដងមួយពួកគេចាប់ផ្ដើមស្រែកអារក្សចរចកទាំងនោះកំពុងខំបំផ្លាញពួកគេម្ដងម្នាក់ដោយសារតែហេតុនេះមនុស្សគ្រួសារឈីវដែលនៅទីនោះចាប់ផ្ដើមស្រែកយ៉ាងភ័យខ្លាចប៉ុន្តែចរចកទាំងនោះមិនទុកឲ្យនរណាម្នាក់រួចផុតឡើយមនុស្សទាំងអស់កំពុងត្រូវខ្លាចជាអាហាររបស់ចរចកម្ដងម្នាក់ឃើញលបែងស្លាប់នេះខេវយាមានភាពសប្បាយចិត្តយ៉ាងខ្លាំងគាត់ប្រាប់ពួកគេឲ្យរត់ហើយនិយាយថាអ្នកអាចរត់ទៅឆ្ងាយបានប៉ុណ្ណាព្រោះការស្លាប់នឹងតាមអ្នកទៅគ្រប់ទីកន្លែងឃើញបែបនេះហងសៀនឈឺចិត្តយ៉ាងខ្លាំងព្រោះសមាជិករបស់គាត់កំពុងត្រូវសម្លាប់នៅចំពោះមុខភ្នែកគាត់នៅពេលនេះយើងឃើញចរចកមួយនៅមុខហងសៀនដែលវាប្រហារគាត់យ៉ាងលឿនប៉ុន្តែវាមិនបានប៉ះគាត់ដោយកាំបិតទេតែវាប៉ះខ្សែច្រវាក់ដែលពាក់នៅរបស់គាត់ដោយសារតែហេតុនេះខ្សែច្រវាក់បានធ្លាក់ចេញឆ្ងាយពីរបស់គាត់នៅខាងមួយទៀតយើងឃើញចរចកមួយកំពុងត្រៀមវាប្រហារក្មេងស្រីម្នាក់នៅពេលនេះហងសៀនចូលទៅកណ្ដាលសង្គ្រោះនាងហើយនាំនាងទៅកន្លែងផ្សេងគាត់ប្រាប់ក្មេងស្រីថាគាត់មិននឹកស្មានថាមនុស្សទាំងនេះនឹងធ្វើរឿងទាបថោកបែបនេះឡើយគាត់ប្រាប់នាងឲ្យព្យាយាមសង្គ្រោះខ្លួនឯងឲ្យបាននៅខាងមួយទៀតយើងឃើញថាធម្មពលចម្លែកមួយកំពុងប្រមូលផ្ដុំនៅក្នុងក្រចករបស់ចរចកអារក្សភ្លាមដែលហងសៀនឃើញវាចរចកនោះចាប់ផ្ដើមបាញ់រលកធម្មពលជាច្រើនហងសៀនគេចខ្លួនបានយ៉ាងងាយស្រួលប៉ុន្តែក្នុងពេលនោះចរចកមួយទៀតវាពីក្រោយហើយធ្វើឲ្យគាត់រងរបួសឃើញបែបនេះហងសៀននិយាយថាឲ្យខ្ញុំមើលម្ដងថាអ្នកអាចរស់បានយូរប៉ុណ្ណាប៉ុន្តែភ្លាមមានបរិសម្នាក់ចាប់ផ្ដើមវាស្គរយ៉ាងខ្លាំងនៅខាងមួយទៀតពេលចរចកអារក្សកំពុងវាពួកវាត្រឡប់ថយក្រោយភ្លាមបន្ទាប់ពីសម្លេងស្គរហងសៀនភ្ញាក់ផ្អើលខ្លាំងហើយទៅសួរបរិសនោះថាអ្នកកំពុងធ្វើអ្វីបរិសដែលកាន់ស្គរនិយាយថាតាមច្បាប់មនុស្សលើកន្លះនៅទីនេះត្រូវបានសម្លាប់រួចហើយដូច្នេះល្បែងនេះគួរតែបញ្ចប់ឬបែបនេះគាត់ខឹងខ្លាំងប៉ុន្តែគាត់ប្រាប់សមាជិកគ្រួសារឈីថាសូមអបអរសាទរអ្នកទាំងអស់គ្នាមានសុវត្ថិភាពតែចាប់ពីថ្ងៃស្អែកទៅអ្នកអាចទៅណាក៏បាននៅលើកោះនេះប៉ុន្តែអ្នកមិនអាចចេញពីទីនេះបានឡើយអ្នកទាំងអស់ត្រូវស្នាក់នៅលើកោះនេះហើយស្វែងរកសត្វប្រលឹងសម្រាប់ខ្លួនឯងឲ្យបានលឿនព្រោះបើសត្វប្រលឹងរបស់អ្នកមិនខ្លាំងអ្នកនឹងស្លាប់ស្វែងរកវាឲ្យបានលឿនបណ្ដុះវាឲ្យខ្លាំងដើម្បីឲ្យវាអាចជួយអ្នកនៅពេលអនាគតព្រោះបន្ទាប់ពី1 ខែពេញអ្នកទាំងអស់នឹងត្រូវប្រឈមមុខនឹងការប្រឡងសត្វប្រលឹង